នៅក្នុងការងារជាអ្នកលក់សកម្មភាពរបស់យើងគឺជាអ្វីគ្រប់យ៉ាងមិនថាយើងមានផែនការយុទ្ធសាស្ត្រឬក្តីសម័យអស្ចារ្យប៉ុណ្ណាទេបើសិនបើយើងមិនទៅធ្វើវាទេវានៅត្រឹមតែជាក្តីសម័យតែប៉ុណ្ណោះគម្រោងចាំពេលវេលាមួយដែល perfect អីដើម្បីចាប់ផ្ដើមធ្វើវាពេលវេលាដែលល្អបំផុតក្នុងការចាប់ផ្ដើមធ្វើវាគឺជាពេលឥឡូវនេះហើយចាប់ផ្ដើមធ្វើម្ដងមួយជំហានហើយធ្វើជារៀងរាល់ថ្ងៃចាប់ផ្ដើមតាក់ទងទៅភ្ញៀវចាប់ផ្ដើមធ្វើវីដេអូចាប់ផ្ដើម follow up ជាមួយភ្ញៀវគ្រប់ទង្វើទាំងអស់នោះសុទ្ធតែអាចជួយឲ្យយើងដើរទៅកាន់តែគៀកទៅកាន់គោលដៅរបស់យើងអញ្ចឹងតើយើងនឹងរងចាំអីទៀតចាប់ផ្ដើមធ្វើវាទៅហើយចាំបត់បែនតាមក្រោយតាមភាពជាក់ស្ដែងគ្មានអ្នកណាជាអ្នកមកបង្អាក់យើងទេក្រៅតែពីខ្លួនយើងហ្នឹង